រឿងព្រលឹងខ្មោច49ថ្ងៃឆាប់ប្រមូលបងប្អូនទាំងអស់គ្នាជុំគ្នាថតរូបទៅល្អដែរមកអ្នកទាំងអស់គ្នាតោះទៅថតរូបមកជុំគ្នាថតរូបម្ដងទៅមកអ្នកបញ្ចាស់អេប្រយ័ត្នផងណាប្រយ័ត្នផងអវដាក់នៅកន្លែងនោះទៅថ្នមណាណែកុំឲ្យបាក់បាយអសៅអើយអានេះនៅថ្ងៃនេះណាពួកគេរៀបឲ្យនាំគ្នាទៅប្រគុណអស់ហើយមិនហើយពួកគេរត់ទៅប្រគុណអស់ហើយហើយកុំយំអីបងទៅរៀបការជាមួយនរណាក្រៅពីអូននោះប្រាប់គេខ្ចប់ថ្នាំវាទៅតាមផ្លូវខ្លះទៅឯណាងើនៅទីក្រុងស្រីស្អាតណាអូនខ្លាចតែបងតបចិត្តមិនបានតែបងមិនអាចទេមកនាំគ្នាមកឈររួមគ្នាទៅណាមកគ្នាមកថតរូបរួមគ្នាទៅមកគ្នាមកទៅថតរូបជាមួយគ្នាមកមើលនេះខ្ញុំឈរទៅនេះមកដល់ទាំងអស់គ្នាឈរគៀកគ្នាតិចទៅណាក្មេងៗគួយខាងមុខឈរគៀកគ្នាតិចប្រុងព្រៀបកំលេចចាំបងមកលឿនឡាមកឲ្យឆាប់ឡើងអាយកណ្ដុំឆាប់អាយផ្ដេកផ្ដាស់មើលមកមិនក៏បុកចិត្តតិចទៀតមិនបាច់បើរឿងអីទេផ្ដេកផ្ដាស់មើលអើយណែនេះណាឯងធ្វើស្អីឈួតយ៉ាងនេះយើងថតរូបជាក្រុមណាមុននឹងពួកយើងបែកគ្នាកុំនិយាយចឹងណាអ្នកប្រុសខ្ញុំសុំទោសដើម្បីការងាររបស់យើងជោគជ័យសូមឲ្យអ្នកតាទឹកដីភ្លើងខ្យល់តាមថែរក្សាពួកយើងតាមផ្លូវចាណាលីងជីប៉ាត្រូវទៅហើយណា葉兒飛在遊戲爸爸心裏只得你ថែខ្លួនផងអើយព្រះអើយទៅវិញធ្វើស្អីខ្ញុំភ្លេចខ្នើយពីក្នុងបន្ទប់នោះឆាប់ទៅឆាប់ឡើងទូកចេញឥឡូវលឿនឡើងទៅហើយចុះឯឡៃទៅណាទូកចេញហើយណាខ្ញុំភ្លេចខ្នើយខ្ញុំទៅយកខ្នើយសិនឯយករបស់ច្រើនហើយតើឯយកស្អីទៀតហ្នឹងផ្ដេកផ្ដាស់មែនបងត្រូវមើលថែខ្លួនផងណាភូមិគ្រឹះត្រកូលលើបងជូនអូនគ្រួសារនៅឆ្ងាយពីគ្នាខុសពីមុនបងត្រូវចេះសន្សំប្រាក់ដើម្បីការរស់ស៊ីរបស់បងមិនចាំបាច់ទិញអ្វីផ្ញើអូនទេវាមិនថ្លៃប្រហែលទេតែជាអំណោយចេញពីបេះដូងបងពាក់ឲ្យអូនខ្សែខ្លីបន្តិចមិនអីទេពាក់កដៃអូនបានហើយតែសន្យានឹងអូនមិនឲ្យលើសពី3ឆ្នាំទេណាគឺ3ឆ្នាំបងទៅមកវិញ3ឆ្នាំគឺទៅលំបាកដល់អូនហើយកុំបារម្ភពីអូនអីអូននឹងមើលថែផ្ទះសំបែងរងចាំបងត្រឡប់មកវិញបងទៅអើយនេះអើយអ្នកទាំងអស់គ្នានេះអើយតែចាបានសេចក្តីសុខថែខ្លួនផងណាបានសេចក្តីសុខថែខ្លួនផងថែខ្លួនណាសម្លេងតែបានសេចក្តីសុខតែបានសេចក្តីសុខណាប្តីសម្លាញ់ថែខ្លួនផងណាថែខ្លួនផងអ្នកនាងអ្នកស្រីយ៉ាងម៉េចទៅហើយអ្នកស្រី4ឆ្នាំក្រោយមក
យើងមានភ្ញៀវហើយខ្ញុំមកនេះគឺចង់ប្រកួតរបស់ឲ្យប្រាប់ទៅថៅកែរបស់លោកឲ្យមកមើលមកលោកខ្វាន់លោកចាញ់បោកគេហើយវាคล้ายទេថាម៉េចកន្លែងយើងមានថ្នាំคล้ายមិនអាចទៅដឹងគឺប្រភេទរបស់វាមានពណ៌មាសចាស់នៅផ្នែកខាងលើនិងមានកន្លះដូចស្នូងដំណើកនិងមានក្លិនក្អូបប្លែកពេលលោកហាត់វាមិនមែនក្លិនបែបនេះទេហើយពួកឯងនៅទីនេះធ្វើអីអ្នកប្រុសគឺធម្មជាតិរបស់វាមានពណ៌ថ្លាដូចគុជនេះជាថ្មធម្មតាប៉ុណ្ណោះវាមិនប្រែឬប្រែពណ៌អ្វីទេពេលដាក់ចូលទៅក្នុងទឹកបើមិនយល់ទាស់ទេខ្ញុំដាក់ឲ្យលោកមើលក៏បានដែរកូនសិស្សរបស់លោកឡៅពិតជាមានជំនាញច្បាស់កាមមែនអរគុណលោកណាលោកខ្វាន់ខ្ញុំឡៅស៊ីងរីករាយដែលបានស្គាល់លោកម្នាក់នេះគឺជាអង្អើគឺជាសិស្សរបស់ខ្ញុំទេជាក្មេងដែលឆ្លាតនិងមានអនាគតល្អទៀតផងនោះប្រកាសហើយប្រហែលជា 2-3 ឆ្នាំទៀតអង្អើឯងកុំធ្វើឲ្យខ្ញុំហើយនឹងលោកប្រុសអស់សង្ឃឹមឲ្យសោះហ្នឹងអសុឋានស៊ីនចៅតង់ពិតជាមិនធម្មតាមែនសូម្បីតែនាងស៊ូស៊ីម្ចាស់រោងចក្រសុទ្ធនៅភូមិភាគខាងជើងក៏វាហាងរបស់លោកឡើងមិនដាច់ដែរខ្ញុំសង្ឃឹមថាការសហការលើកនេះនឹងបានជោគជ័យខ្ញុំចុះកុងត្រាតិចចុះអរគុណលោកហើយហើយចិត្តខ្ញុំសូមលាសាសនាជួយសុខសប្បាយជើងប្រសើរណាស់ថ្ងៃស្អែកយើងទៅស្រុករបស់យើងជប់នេះយើងពិនិត្យមើលឲ្យបាននៅក្នុងឃ្លាំងខ្ញុំទៅយកអាហារឲ្យអ្នកទាំងអស់គ្នាល្អណាស់អរគុណអ្នកប្រុសតោះពួកយើងទៅធ្វើការតោះល្មងស៊ីងបងពិតជាចង់វិលត្រឡប់ទៅស្រុកមែនទេពិតមែនហើយខ្ញុំខ្លាចតែខកខានទេប៉ុន្តែបងថ្លៃគាត់មិនបារម្ភពីបងទេឯងមើលសមុទ្រទៅដូចជាអត់មានអីសំខាន់ផងទេបងថ្លៃស្រីគ្រាន់តែមានជំងឺបន្តិចបន្តួចដោយសារតែការថយចុះនៃគ្រាប់ឈាមក្រហមប៉ុណ្ណោះខ្ញុំផ្សំថ្នាំឲ្យគាត់ហើយផ្ញើទៅឲ្យគាត់ទៅវាស្រេចបាច់ទៅហើយគ្រាន់តែប៉ុណ្ណឹងវាមិនបារម្ភអីទេបែកគ្នាក្រំគ្រាចិត្តជីវិតឥតន័យឃ្លាតឆ្ងាយស្រុកកំណើតថ្ងៃណាវិលវិញលីងជឿគេសុខសប្បាយជាទេបងថ្លៃរបស់ឯងនិយាយថាគេមានអារម្មណ៍ឯកោថាលីងជឿគេចង់ឃើញប៉ារបស់គេរួចចុះបើសិនជាបងទៅហាងថ្នាំតើមានអ្នកណាទទួលខុសត្រូវយកល្អទៅឲ្យខ្ញុំទៅសួរសុខទុក្ខបងជំនួសទៅមិញនឹងអាចទៅខ្ញុំខានជួបប្រពន្ធកូន4ឆ្នាំមកហើយចិត្តរបស់ខ្ញុំក៏មិនស្ងប់ដែរខ្ញុំទៅសិនហើយឯងទទួលភ្ញៀវជំនួសខ្ញុំផងញើអញ្ជើញមកដល់ហើយលោកតកែសុំអញ្ជើញលោកឡើយលោកមកយឺតពេលទៀតហើយមកកណែមកអញ្ជើញលោកឡើយអញ្ជើញលោកត្រូវតែផឹកស្រាពីនេះទៅបាននេះអ្នកទាំងអស់គ្នាណាត្រូវបំរើលោកឡើយឲ្យអស់ពីចិត្តផងលោកឡើយគាត់ទៅវិញនៅថ្ងៃស្អែកនេះហើយលោកឡើយគួរតែជួយខ្ញុំថ្មមកដុំត្រូវតែគប់ឲ្យបានសัตว์ពីលោកគួរតែជំរុះភាពការទូរបស់លោកចោលអត់ទៅពួកនេះទៅបំរើលោកឡើយទៅលោកហួរចំហរបស់ខ្ញុំធំក្លិនថ្នាំជានិច្ចមិនដែលធំក្លិនទឹកអស់ទេអាយ៉ាបុរាណពេកហើយមកលើកនេះគិតតែពីរឿងការងារគិតដល់ការផឹកស៊ីខ្លះផងទៅលោកទៅខ្វល់អីទៀតឆាប់ឡើយលោកគួរតែផឹកពីបែបតែខ្ញុំខានផឹកយូរហើយប៉ុន្តែខ្ញុំមិនចង់កុហកអ្នកទាំងអស់គ្នាទេតែខ្ញុំទៅមិនរួចរបស់ខ្ញុំជាស្រាតែរបស់លោកជាតែទៅវិញខ្ញុំយកច្រឡំកែវនាំគ្នាផឹកទៅឲ្យខ្ញុំផឹកជាមួយលោកឡាអ្នកនាងមកទីនេះដែរអ្នកនាងមិនស័ក្តិសមនឹងនាងទីដឹងមែនទេមកអញ្ចឹងដូចជាមិនសមសោះខ្ញុំចង់អញ្ជើញលោកឡាយហូបអាហារពេលល្ងាចជាមួយនឹងខ្ញុំម្ដងហេតុអីបានជាលោកចង់ទៅវិញខ្ញុំមិនទៅចោលកន្លែងល្អរបស់ខ្ញុំទេខ្ញុំគ្រាន់តែចង់ត្រឡប់ទៅភូមិស្រុកខ្ញុំវិញដើម្បីសួរសុខទុក្ខគ្រួសាររបស់ខ្ញុំបើលោកមានចិត្តចង់ទៅហើយនោះទោះជាខាត់ក៏មិននៅដែរតែមែនទេថកែស្រីហើយខ្ញុំថាស៊ូស៊ីបានហើយអ្នកនាងជាដៃគូរកស៊ីដ៏ល្អរបស់ខ្ញុំបើគ្មានការជ្រុំជ្រែងពីអ្នកនាងទេខ្ញុំក៏មិនអាចឆ្លងផុតពី3ឆ្នាំនេះបានដែរខ្ញុំអរគុណអ្នកនាងខ្លាំងណាស់មិនត្រឹមតែរឿងរកស៊ីទេលោកពិតជាគ្មានបំណងនៅទីនេះទេលោកមិនអាចនៅទីនេះដើម្បីខ្ញុំទេ
តែស្រីខ្ញុំចង់បានប្រាក់អ្នកចង់បានរូបគេបំណងពួកយើងដូចគ្នាទេប្រអើយភ្លើងឆើយរកភ្លើងទៅឲ្យឆាប់ឡើងរកភ្លើងនាំគ្នាបញ្ញាទៅនាំគ្នាទៅខាងមុខភ្លាមឲ្យឆាប់ឡើងនាំគ្នាទៅមើលគ្នាខាងមុខទៅយកថ្នាំហាប់យកថ្នាំភ្លាមឲ្យលឿនឡើងអ្នកខ្លះទៀតយកថ្នាំទៅជួយខាងលោកមកឆាប់ឡើងឆាប់បើកចរចៃគ្រប់ចរភ្លាមទៅហើយរកភ្លាមជួយបានលឿនឡើងបើកគ្នាទៅអបអេមិនអីទេមកនេះបើកគ្នាទៅលោកចង់ធ្វើអីនោះថយចេញទៅខាងក្នុងគ្រោះថ្នាក់ខ្លាំងណាស់ទេប៉ុន្តែគ្នារបស់ខ្ញុំនៅខាងក្នុងណាឆាប់ទៅគាត់ទេនេះថយក្រោយភ្លាមទៅកុំខ្វះខ្ញុំមានទ្វារមួយនៅខាងក្រោយកុំចូលមកទីនេះតែរកគ្នាចេញទៅភ្លាមទៅរកគ្នាទៅខាងលើឲ្យលឿនឆាប់ឡើងទៅឆាប់ឡើងឲ្យលឿនឆាប់ឡើងអានៀនអាយយកឲ្យដល់ជួយយ៉ាបងអានៀនជួយយ៉ាបងជួយបងជួយឡើងជួយបងជួយអ្នករបស់គ្នានៅទីនេះផងខ្សែពួរតាំងកាន់តែជាប់ណាអាឆាប់ឡើងអ្នកប្រុសអាឈងនៅខាងក្រោមអាឈងអងើជួយបងចាប់ឡើងទីនេះជួយយកបងអ្នកណាក៏ជួយយកបងអាយ៉ាអ្នកប្រុសលោកមេការបស់នេះគួរសង្ស័យខ្លាំងណាស់វាមានតាក់ទងនឹងអ្នកដុតទៀតផងមានផងតែណាគេណាជាអ្នកដុតភ្លើង
nè na chỉ là đốt plương bắt cho mà nè xem mơ hả 我老闆叫做劉成，我都唔知我老闆點解會咁做。 អ្នកដុតភ្លើងគឺនៅទីនេះហើយសំណាងល្អដែលខ្ញុំរត់រួចកុំឲ្យខ្ញុំត្រូវឆេះស្លាប់ហើយយ៉ាងម៉េចយើងសួរតែឯងកើតអីខ្ញុំគ្មានកំហុសហ៎អ្នកទូនៅទីនេះណាក៏និយាយថាគ្មានកំហុសដែរចៅវាមិនដែលសារភាពដាក់ខ្លួនឯងចោលទេតែខ្ញុំគ្មានកំហុសមែនមានកំហុសហ៎យើងជឿថាគ្មានកំហុសតែជាម្ចាស់ជួយសង្គ្រោះម្ដាយធម៌របស់យើងឲ្យជាជំងឺដោយមិនយកលុយគាត់និយាយថាលោកជាអ្នកមានស្នាដៃចិត្តល្អចេះជួយដល់អ្នកក្រខ្ញុំសន្យាជាមួយម្ដាយខ្ញុំថាត្រូវសងលោកវិញពេលនេះខ្ញុំមានឱកាសហើយឡោះបើអញ្ចឹងឯងដោះលែងខ្ញុំទៅខ្ញុំមានប្រពន្ធកូនរបស់ខ្ញុំពួកយើងខានជួបគ្នាយូរឆ្នាំមកហើយជាង4ឆ្នាំមកហើយឯងដោះលែងខ្ញុំទៅគឺថាការតបស្នងសងទៅលោកវិញមិនមែនដោះលែងលោកនោះទេទូនាទីរបស់ខ្ញុំគឺជាប៉ូលីសគឺតាមចាប់លោកជាផ្នែកទទួលខុសត្រូវលើផ្នែកយាមកាមលើរូបលោកខ្ញុំអាចឲ្យលោកស៊ីស្រួលដេកស្រួលខ្ញុំអាចឲ្យលោករស់នៅទីនេះបាន5ឆ្នាំដោយស្រួលអើយលោកមិនបារម្ភអីទេខ្ញុំធានាថាលោកស៊ីស្រួលដេកស្រួលមិនខានទេណែបើចង់ជួយខ្ញុំរកមេធាវីណាមួយកាត់ក្លេខ្ញុំទៅពេលខ្ញុំឡើងតុលាការជួយខ្ញុំម្ដងទៅលោកមានស្គាល់មេធាវីមួយណាទេរឿងក្តីរបស់លោកនឹងគឺពាក់ព័ន្ធការស្លាប់មនុស្ស7នាក់លោកពីបានមានឱកាសស្វែងរកមេធាវីដើម្បីការពារក្តីណាទោះជាលោករកបានក៏លោកមិនដឹងថាត្រូវចំណាយប្រាក់ប្រមាណដែរទ្រព្យសម្បត្តិរបស់លោកទាំងអង្គត្រូវរលាយតិចទីខ្ញុំស្គាល់មេធាវីល្អមួយរូបគេនេះចេះនិយាយភាសាអង់គ្លេសតែសំខាន់បំផុតនោះគឺមិនដែលចាញ់ក្តីម្ដងណាទេប៉ុន្តែបញ្ហានេះមិនដឹងថាគេជួយដល់រឿងក្តីរបស់លោកឬក៏អត់ទេចាំមើលខ្ញុំសាកសួរគេមើលបានខ្ញុំភ្នាល់ជាមួយលោកហើយចុះចំណែករឿងក្តីនោះយ៉ាងម៉េចទៅវិញដែរគ្មានផ្លូវទេតែរឿងក្តីនេះវាយុត្តិធម៌ទេបរិះម្នាក់ត្រូវគេចោទប្រកាន់នោះឈ្នះរឿងក្តីមានកេរ្តិ៍ឈ្មោះណាឲ្យខ្ញុំឈ្នះយ៉ាងម៉េចបើគេចិត្តដល់ពេលប្រហារជីវិតទៅហើយនោះខ្ញុំមានតែជួយសាកសពពេលប៉ុណ្ណោះនាងត្រូវតែភ្នាល់នាងប្រកាសជាចាញ់ស្អីលេងងាប់ទេណែនាងចង់ធ្វើស្អីហ្នឹងនាងចង់ធ្វើស្អីចាំមើលចង្រិតខ្ញុំឈ្នះនាងណាណែនាងចង់ធ្វើស្អីឈប់ធ្វើយ៉ាងនេះទៅសុំទោសខ្ញុំលែងឆ្លោះគ្នាហើយណែនាងចង់ទៅណាខ្ញុំទៅនោមកុំមកតាមខ្ញុំអាយ៉ាណែ
កូនចង្រៃអើយកូនដឹងថាកូនទៅដូរមួយយ៉ាងមិនទេចំពោះពិធីបញ្ចូលសពរបស់ប៉ាលើកនេះគឺទៅជាមានរឿងសួយដែលកើតមានឡើងយ៉ាងចឹងទៅវិញទៅហើយជីដូនជីតាកន្លងមកគឺគេប្រារព្ធពិធីនេះគ្រប់គ្នាតែអញ្ចឹងហើយក្មេងចម្រុះទៅធ្វើដឹកខ្យល់អីទាំងអស់សូម្បីតែយករត់ទៅចូលរួមឥឡូវកូនប្រើខួរក្បាលគិតខ្លះទៅគិតខ្លះលើបើសំទេលោកប៉ាកូនដឹងថាលោកប៉ាខាងខ្លាំងណាស់តែកូនជឿនោមខ្លាំងពេកទ្រាំមិនបានលោកប៉ាចង់ឲ្យកូននោមនៅក្បែរហ្វូងមនុស្សនោះមែនទេលោកប៉ានិយាយទេអើយលោកម្ចាស់ចង់និយាយថាអង្គុយនោះគ្មានហុងស៊ុយក៏អាចឈរនោះបាញ់ឆ្វាយទៅមុខអញ្ចឹងមិនដែលណានោមហៅក្អែកមកឈុំនិយាយទៀតទៅបើរឿងជឹកឯងធ្វើបានល្អណាស់បើរឿងនិយាយទៀតយើងកាត់ជើងឯងចោលហើយឆាប់ទៅចំណេញសត្វព្រមទៅទៅអោលើឡើយ កូនឯងដឹងទេពិធីនេះគឺសំខាន់ខ្លាំងណាស់ប៉ាមិនចង់ស្ដីបន្ទោសឲ្យកូនឯងដោយសារតែនោមនោះទេប៉ុន្តែវាអាក្រក់មើលបំផុតឥឡូវអ្វីក៏លាអស់ទៅហើយដែរតែម្យ៉ាងនេះទៅទៀតមិនដឹងថាសត្វក្អែកនេះមកហោះហើរទៅដល់ទីណាទេយើងប្រាប់ឯងទៅចុះសត្វក្អែកយើងវាប្រមិនល្អទេហើយចំណែកឯងក៏ចឹកដែរធ្វើកម្មយឺតយ៉ាវឈប់នាំគ្នាលេងតទៅទៀតទៅបើនោះទេនឹងធ្វើឲ្យពិភពលោកនឹងមានចលាចលជាមិនខានទេសារសពរបស់លោកតាមិនទាន់នឹងចុះផងទេហើយចំណែកឯងវិញក៏មិនគួរធ្វើជាមេធាវីដែរឯងសពធ្វើជារដ្ឋមន្ត្រីក្រសួងយុតិធម៌ចឹងពេលនេះយើងគួរធ្វើយ៉ាងម៉េចទៅអ្វីហួសអត់ទៅហើយឥឡូវពិធីបញ្ចុះសពក៏លាអត់ទៅហើយដែរថ្ងៃក្រោយយើងមិនឲ្យឯងធ្វើអ្វីទៀតទេឯងមិនបាច់ទៅធ្វើមេធាវីធ្វើជាអ្នកដើម្បីវិញទៅណែលោកប៉ាកូនជាមេធាវីកូនខំប្រឹងរៀនខ្លាំងណាស់តម្រុំបានខ្លាយខ្លួនប៉ុណ្ណេះលោកប៉ាមើលទៅកូនបានបញ្ចប់ការសិក្សាមហាវិទ្យាល័យផ្នែកច្បាប់ដោយបាននីតិលេខ1ទៀតផងសញ្ញាបត្រនីមួយសុទ្ធតែសញ្ញាពីក្រសួងរដ្ឋមន្ត្រីទាំងអស់លោកប៉ាបានប្រាប់កូនឲ្យថាសំខាន់គឺសញ្ញាឲ្យបានទាំងអស់មើលនេះស៊ុយជីនខំរៀនទៅនាងខ្លាយជាមេធាវីព្រោះតែនាងខំរៀនខ្លាំងណាស់ណាមិនមកប្រយ័ត្នដេញដាច់ដោយសារតែឯងមានទេពកោសលទើបឯងខ្លាយទៅជាមេធាវីយ៉ាងចឹងហីឯងមានដឹងធម្មតារបស់ឯងបណ្ឌិតមិនខាងបានផ្លាស់ប្ដូរទីលំនៅប្រមាណ 3-4 ដងដើម្បីស្វែងរកកន្លែងសមរម្យគ្រប់របស់គេហើយចំណែកប៉ាក៏ចឹងដែរខំស្វែងរកកន្លែងល្អដើម្បីឲ្យឯងនិយាយថាប៉ាគ្មានជំនឿចឹងអញ្ចឹងក៏ទៅម្យ៉ាងដែរមេធាវីស៊ុយជីនប្រកាសជាជឿលើហុងស៊ុយបញ្ចុះសពរបស់លោកមែនហើយកូនជឿបើសិនជាគ្មានហុងស៊ុយទេនោះធ្វើមិនលោកប៉ារកប្រាក់បានច្រើនឲ្យកូនរៀនដល់ធ្វើជាមេធាវីទេកូនស្អីយើងជឹងហើយកូនឯងចង់ធ្វើប៉ាខឹងបានជាឯងនៅធ្វើយ៉ាងនេះយើងប្រកាសជាលេខខ្វល់នឹងឯងទៀតហើយស្ដាប់យើងឲ្យបានច្បាស់ណាចាំមើលអាចធ្វើអ្វីយើងកាន់ប្រសិនបើគ្មានការជ្រោមជ្រែងពីវិធីហ្វុនស៊ូរបស់យើងចាំមើលខ្លាំងបណ្ដាទៅបើយើងគាត់ជុំជ្រែងឯងបានហើយធ្វើយ៉ាងណាដល់ស្អីនឹងក្តីធំនឹងយកឈ្នះឲ្យបានទៅដើម្បីបញ្ជាក់ការពិតបានចាំមើលកូនបង្ហាញប៉ារឿងក្តីរបស់ថៅកែហាងថ្នាំសៀងចៅតង់ប៉ាចាំតែមើលថាមេធាវីកូននេះមានសុវត្ថិភាពនិងសមត្ថភាពប៉ុណ្ណាចាំតែមើលទៅខ្ញុំនឹងឲ្យកាត់ជើងកូនមន់ខ្ញុំចោលជឿខ្ញុំចោះហើយពួកឯងចោលធ្វើអីថយចេញឈប់ឈួរគ្នាថយចេញឡើយក្រោយពីមានមនុស្សសួរសុខទុក្ខពីរនាក់មកមើលទៅទីនេះមិនខុសផ្ទះមកនេះព្រះហើយមានមេធាវីដែលខ្ញុំបានប្រាប់លោកមកដល់ហើយអង្គុយចុះសិនណាក្មេងស្រីនេះជាមេធាវីក៏មើលងាយនាងមៀតតូចលោកមើលចុះអាយុគេចាស់ជាងមុខតែសំខាន់គឺគេបញ្ចប់ការសិក្សានៅមហាវិទ្យាល័យផ្នែកច្បាប់បានលេខ1ទៀតផងមើលតនាងដូចជាអ្នកសម្អាងមួយរូបប៉ុណ្ណោះស្រីស្រឡាញ់សភ័អញ្ចឹងហើយឯងនិយាយថាគេជាមេធាវីមានជំនាញដែលមិនចេះចាញ់មែនទេប៉ុន្តែណៃគេមិនដែលចាញ់រឿងក្តីឈ្នះរហូតខ្ញុំមិននិយាយកុហកនោះទេហើយចុះចំណាយរឿងកិច្ចកម្មលោកមិនអាចនិយាយថានាងចាញ់នោះទេទោះជានាងមិនដែលដោះស្រាយរឿងក្តីបែបនេះក៏ដោយចេញឆ្ងាយទៅចេញឆ្ងាយពីទីនេះទៅចេញទៅនាងក៏ចឹងដែរនាងមើលមុខខ្លួនឯងមើលនាងជាមេធាវីដែលមិនចេះចាញ់តែនាងចេះត្រឹមតែផាត់មុខប៉ុណ្ណោះឲ្យឆ្លាតបន្តិចទៅនាងកុំចង់មកប្រាស់យើសោះតើលោកសម្លាប់ឬក៏មិនបានសម្លាប់ទៀតទេតើមាននរណាជឿសម្ដីទៀតទៅបើលោកនៅតែស្អាតស្អំនោះគឺប្រកាសជាមិនភ័យខ្លាចទេទោះជាមេធា
ធាវីសួរក្នុងវិធីណាក៏ដោយអ្នកដែលគ្មានកំហុសគឺមិនខ្លាចរឿងក្តីនេះគឺពឹងលើលោកឡៅបើលោកគ្មានសំណួរទេអញ្ចឹងអាចចាប់ផ្ដើមបានហើយសួស្តីខ្ញុំមេធាវីឈ្មោះឡាស៊ូជីងខ្ញុំចង់ជួបលោកចៅក្រមហុងចាំមកផ្លែនសំទោសលោកម្ចាស់គ្មានពេលជួបនាងទេលោកខ្ញុំក៏មិនស្មានថាអ្នកប្រដាច់ចិត្តហ៊ានធ្វើបែបនេះសោះតែបើខ្ញុំមិនបានឃើញផ្ទាល់នឹងភ្នែកខ្ញុំក៏មិនជឿខ្លួនឯងដែរប៉ាងស៊ីមិនក៏ឯងនិយាយយ៉ាងចឹងទៅវិញពួកយើងដូចជាបងប្អូននឹងគ្នាកន្លងមកយើងចាត់ទុកឯងដូចជាប្អូនហេតុអីក៏ឯងទម្លាក់កំហុសមកលើយើងហេតុអីឯងប្រាប់យើងមកហេតុអីប្រាប់យើងមកខ្ញុំជាមេធាវីរបស់ឡៅស៊ីងខ្ញុំចង់ឲ្យលោកជួយដើម្បីធ្វើជាសាក្សីការពាររឿងក្តីនៅសវនាការបានពួកយើងសុទ្ធតែជាមនុស្សតែមួយខ្ញុំបានជួយគ្រប់គ្រងគេពួកយើងធ្វើការរកស៊ីដូចគ្នាតែពួកយើងត្រូវនិយាយពីការពិតក្រោយពីផឹកស្វឹងរួចហើយឡៅស៊ីងក៏បានចេញទៅហើយគេចាប់ផ្ដើមដុតឬមិនដុតនោះខ្ញុំមិនដឹងទេពិតជាមិនឈ្នះទេហេតុអីគឺពិបាកនឹងឈ្នះណារឿងក្តីនេះពិបាកណាអ្នកគ្រូមិនក៏អ្នកគ្រូមិនប្រាប់ផងថាទោះជារឿងក្តីពិបាកយ៉ាងណាក៏ដោយប្រកបជាមានវិធីយកឈ្នះបានមែនទេរឿងក្តីនេះពិបាកណាព្រោះថាពិបាកយកឈ្នះលើទឹកប្រាក់ណាដោយអាចទិញទឹកចិត្តមនុស្សបានហើយក៏អាចឲ្យខ្មៅទៅជាសដែរធ្វើការបានល្អណាស់មិនអីទេលោកបន្តទៀតខ្ញុំនឹងទៅធ្វើយ៉ាងម៉េចហើយហេនាងគួរតែរកវិធីផ្សេងដើម្បីជួយឡៅស៊ីងឲ្យបានឆាប់ផងមានតែមនុស្សម្នាក់ប៉ុណ្ណោះណាគេទៅស៊ូស៊ីប៉ុន្តែនាងបាត់ខ្លួនទៅហើយរកមិនឃើញសោះហេស្រីនេះមិនបាត់ខ្លួនគ្មានមូលហេតុអញ្ចឹងណាខ្ញុំឆ្ងល់ខ្លាំងណាស់ប្រកាសជាមានរឿងអីពាក់ព័ន្ធក្នុងក្តីនេះស្លាប់ហើយថ្ងៃស្អែកដល់ពេលកាត់ទៅហើយអ្នកមានគុណនឹងច្បាស់ស្លាប់ខានទេមើលមេធាវីចុងចោតតើយើងត្រូវចាំពេលប្រមាណទៀតចំពោះរូបនាងថាឲ្យរងចាំជួបនឹងសាក្សីសំខាន់នោះឥឡូវដល់ពេលហើយអ្នកណាហ្នឹងមេធាវីឡាងលោកឡើងគ្មានកំហុសទេនាងត្រូវតែជួយគាត់នាងជាអ្នកណាលបងឡើងនិយាយថាគាត់នឹងខ្ញុំជាដៃគូរ៉ូស៊ីនឹងគ្នាជានិច្ចស៊ូស៊ីលបងឡើងជាមនុស្សគ្មានទោសទេគាត់មិនមែនជាអ្នកដុតហាងស៊ីនចៅតង់ឡើយព្រោះពេលភ្លើងឆេះខ្ញុំនៅទីនោះល្អណាស់ទីបំផុតអាចមានមនុស្សបញ្ជាក់ថាលោកនៅគ្មានកំហុសហើយដូច្នេះម៉ោង9ព្រឹកស្អែកនាងឈរនៅមុខតុលាការដើម្បីបកស្រាយពីរឿងរបស់លោកឡាស៊ីងយយសយម៉េចណាងហើយពេលនេះពួកយើងមានដំណឹងល្អស៊ូស៊ីគេបង្ហាញខ្លួនហើយបង្ហាញខ្លួនណាមិនក៏ឃើញថ្មីនេះនាងបច្ចុប្បន្នមកដល់ទីនេះមែនតុលាការជាទីគោរពលោកផ្ដល់ឱកាសឲ្យខ្ញុំ10នាទីទៀតបានទេខ្ញុំបានផ្ដល់10នាទីដល់នាងជាច្រើនដងហើយមិនអាចពញាពេលយូរទេពួកយើងមិនអាចរងចាំតទៅទៀតទេតុលាការជាទីគោរពនាងខ្ញុំសំវល់ដល់ពេលកាត់ក្តីអ្នកទោសហើយតាមទោសរបស់ចុងចោតឡៅស៊ីងតុលាការបានសម្រេចបិទសវនាការនៅពេលនេះហើយការជួសទោសនឹងត្រូវមានរយៈពេល5ថ្ងៃយយស៊ូស៊ីនេះរកវិធីជួយភ្លាមទៅខ្ញុំបានប្រឹងអភិសមត្ថភាពខ្ញុំទៅហើយឪពុករបស់នាងធ្លាប់បានបង្រៀនខ្ញុំដែរយើងគួរតែយកសិភៅទាំងអស់នោះមកមើលហើយរកវិធីដោះស្រាយចំពោះមុខភ្លាមទៅអញ្ចឹងលោកទៅសុំឲ្យលោកប៉ាជួយខ្លួនឯងទៅគេនៅទីនេះបើកទ្វារអាយ៉ាវាយគេអាយច្រឡំមនុស្សហើយខ្ញុំសិក្សាអស់ជាង10ឆ្នាំទៅហើយពេលនេះទើបខ្ញុំដឹងថាការសិក្សារបស់ខ្ញុំទាំងអម្បានចង់មកសិទ្ធទាំងអស់អ្វីដែលខ្ញុំរៀនគឺសិតតែអត់ប្រយោជន៍អស់រយៈពេល2ខែទៅហើយ ជួបមួយទៅសម្រាប់លោកហើយបើលោកចង់ជួបនឹងប្រពន្ធកូនរបស់លោកទៀតនោះលោកចាំស្ដាប់សម្ដីរបស់ខ្ញុំមកច្បាស់
ពាក្យទាំងអស់នេះសំខាន់ណាស់សម្រាប់លោកអ្នកទោសអោនក្បាលចុះលើស៊ីងមានទោសកំហុសធ្ងន់ធ្ងរមិនអាចលើកលែងបានដោយយកភ្លើងដុតភូមិគ្រឹះរបស់ខ្លួនប៉ះពាល់ដល់អ្នកដទៃនៅភូមិឡុងពីងវៃហ្វាឡែនជាប្រពន្ធរងចាំនៅភូមិគ្រឹះរៀបចំពិធីបុណ្យសព7 ដង 49វិលត្រឡប់ទៅផ្ទះវិញវិលត្រឡប់ទៅភូមិជួបគ្រួសារវិញវៃហ្វាឡែនជាប្រពន្ធរងចាំនៅផ្ទះពេលដែលយើងនិយាយថារត់ឯរត់កុំក្រឡេកក្រោយឲ្យសោះរត់ទៅកុំងាកក្រោយឲ្យសោះកុំងាកក្រោយឲ្យសោះកុំងាកក្រោយឲ្យសោះភូមិឡុងពីងនាងហ៊ានមកជួបខ្ញុំទៀតមិនចាំមិនបានលោកអាចរកបានទេបើសិនជាគ្មានខ្ញុំមិននិយាយទេនាងថាដោះស្រាយនឹងក្តីឲ្យខ្ញុំការពិតនាងមិនទៅតុលាការទេលោកគិតថាខ្ញុំមានបំណងបែបនេះហ៎ខ្ញុំមិនអាចនៅទីនោះបានទេខ្ញុំស្ទើរតែស្លាប់ដើម្បីលោកទៅហើយនាងមិនចង់ជួយខ្ញុំទេខ្ញុំមិនចង់ជួយលោកទេបើសិនជាខ្ញុំមិនរៀបគម្រោងការឲ្យលោករត់ទេនោះស្មានតែលោកមិនដល់ទីនេះហ៎ពេលនេះខ្ញុំធ្វើខុសនឹងច្បាប់ទៅហើយខ្ញុំរត់ចោលឲ្យពុកម្ដាយខ្ញុំហើយបើជារត់តាមលោកនៅហ៊ានប្រើពាក្យសម្ដីបែបនេះដាក់ខ្ញុំទៀតហេតុអីក៏មិនទៅថានរកទៅដោយសារតែលោកខ្ញុំត្រូវរបួសក្បាលសន្លប់អស់ជាច្រើនថ្ងៃតែបើសិនជាខ្ញុំមិនគ្រោះថ្នាក់ទេនោះក៏មិនអាចជួយលោកបានដែរសុំទោសអរគុណនាងមិនបាច់និយាយអីទេយកអាវផ្លាស់ទៅថ្ងៃនេះគេធ្វើពិធីឧទ្ទិសកុសលដល់ខ្មោច
Mình trông lên tê Ôi Sinh Chi, anh bất chỉ Sinh Chi mà nè. Sinh Chi, Sinh Chi, con bất chỉ Sinh Chi mà, con khai ai, ba chỉ ba là bà con.蝶兒飛，在遊戲，爸爸工作看留地，月兒美，願陪你，爸爸心裏憶起你。爸爸，爸爸。Ta mạ ta nà hải, Mình chia nè nè Nhóm cho môn lăng xịt chinh Anh hai nhóm thả bóng sợi xịt chinh Hai đây mang trên nè bóng máu tao là ba nhóm Prộp bóng trên mê TV là bóng là ba ai Chẳng tên nè bóng tay quanh Bóng nơi tin đi mơ thai ai Các bị bóng nơi bị tôi miên con của mông chua môi lên Đôi chị anh chẳng đai Bóng tay cái khám việc hồi Xong bây giờ các bác có mà nợ này Thay na các bóng dùng chỉ riêng rót ngay Mạch các bóng dây dần đi Mạch có mình kê Hai đây có mình oi bóng dây rửa snap Ban hai kênh cho Chlap chăm bóng bật tiền ai ná Tâm Ai khai là nghịch men tê Tâm bật tiền khi nhau mày sát ná Anh Năm tao cười để bóng bè ổn.
ចឹងហើយយោបងមិនបានសរសេរសម្បត្តិទាំងអស់នេះទេគេពិតជាមានបំណងអាក្រក់ជាយូរមកហើយពិតជាអាក្រក់ខ្លាំងណាស់ទាំងអស់នេះសុទ្ធតែជាអសររបស់ប៉ាងស៊ីគេជាអ្នកធ្វើឲ្យអូនធ្លាក់ក្នុងស្ថានភាពបែបនេះបងមិនដែលសរសេរដោយផ្ទាល់ដៃចឹងទេហើយការងាររបស់បងក៏មិនដែលបរាជ័យដែរនេះសុទ្ធតែជាអាចង្រៃប៉ាងស៊ីគេពិតជាចង់ឲ្យអូនលក់ទ្រព្យសម្បត្តិទាំងអស់នេះមែនប៉ាជួយកូនផងប៉ាមកទីនេះមកជួយកូនផងអ្នកណាបលិតទៀនកូនហើយជួយកូនផងប៉ាអ្នកណាបលិតទៀនកូនហើយលោកប៉ាជួយកូនផងលីងជីមានរឿងអីសុបិនអាក្រក់មែនទេលោកប៉ាកំទៅណាអីណាគឺប៉ានៅទីនេះហើយកូនឆ្លាតលីងជីឯងយល់សពមិនល្អទេមែនទេចាញ់តែខ្ញុំមិនចង់ឲ្យមកចូលមកនេះទេលីងជីហើយក៏កូនភឿនយ៉ាងនេះគេគាត់ជាអ្នកផ្លុំទៀនកូនបលិតណាមិនមែនបងទេគឺខ្ចោលទេណាណាហើយកូនគេងទៅលីងជីកូនឆ្លាតណាកុំប្រកាន់នឹងនាងអីកូនស្រីរបស់ខ្ញុំគេនៅក្មេងព្រាបគេមានជំងឺហឺតតាំងពីក្មេងម្ល៉េះហើយជំងឺហឺតរបស់គេនៅមិនទាន់ទេហេតុនេះហើយទើបខ្ញុំធ្វើដើម្បីដុតបំភ្លឺឲ្យគេងាយស្រួលដកដង្ហើមនៅពេលគេគេងលក់កូនឆ្លាតគេមិនក៏ឯងហ៊ានបន្លំប្រាក់មិនក៏ឯងហ៊ានដុតផ្ទះឯងហ៊ានខ្ចីប្រាក់ឯងចាញ់ល្បែងឯងបានធ្វើអ្វីទៀតឆ្លើយប្រាប់យើងភ្លាមមកតើដាក់គេចោលបាទ呢個透透氣。我係主環啊，俾我講下先。ai choខ្ញុំជួយទេអាយ៉ាស្អាតណាស់ខ្ញុំមិនដែលឡើងខ្ពស់យ៉ាងនេះទេតើលោកតែងតែឡើងមកទីនេះដើម្បីមើលទេសភាពមែនទេខ្ញុំក៏ធ្លាប់គិតថាទីនេះស្អាតដែរកាលពីមុនប៉ុន្តែឥឡូវខ្ញុំមានអារម្មណ៍ថាស្អាតដូចមុនទេគឺវាអាស្រ័យទៅលើចិត្តរបស់លោកមិនថាមុនឬក្រោយទេខ្ញុំក៏ធ្លាប់ធ្វើជាគ្រូពេទ្យមួយរូបដែរតែពេលនេះខ្ញុំមិនអាចធ្វើបានអ្វីទាំងអស់នេះគឺជាសម្បត្តិខ្ចង់មែនទេវាជាកុយរមៀយកមកជាបាលជំងឺគេប្រើប្រាស់វាយ៉ាងម៉េចហុចដៃនឹងមកយើងយកមកទៅដោះនៅត្រង់ចំណុចណាមួយនោះវានឹងអាចកម្ចាត់នូវជាតិពុលពីខ្លួនតែថាមិនបាននាងនឹងជួបខ្មោចទៀតផងពេលដែលនាងផឹកទឹកដែលចាក់ចូលទៅក្នុងនេះវាអាចคล้ายទៅជាឱសថមួយដ៏ស័ក្តិសិទ្ធិបំផុតខ្ញុំក៏ត្រូវការវត្ថុស័ក្តិសិទ្ធិដែរមិនក៏លោកសាច់ចំអកឲ្យខ្ញុំយ៉ាងនេះខ្ញុំមិនស្វឹងទេខ្ញុំយល់ថាលោកអាចប្រើប្រាស់របស់នេះដើម្បីវិធីផ្សេងទៀតឃើញទេមើលទៅលោកចេះប្រើស្នៃរមៀតនេះបានពូកែណាស់ហើយលោកអាចយកវាទៅចោះរនដតីទៀតបានយកធ្វើជាកែវយិតហើយលោកយកទៅភ្ជួរនឹងកោនៅពេលដែលខ្យល់បក់មកប្រកាសជាលើសំឡេងពីរោះណាហេតុអីក៏លោកមិនឲ្យវាមកខ្ញុំមានសរសេរអក្សរអីនៅលើនេះប្រពន្ធរបស់ខ្ញុំជាអ្នកសរសេរអក្សរទាំងអស់នេះជីវិតគឺវាចម្លែកខ្លាំងណាស់មនុស្សពីរនាក់ខុសប្លែកពីគ្នារស់នៅជីវិតពីរឆ្ងាយពីគ្នាដាច់ស្រយាលស្លាប់គឺស្លាប់ដូចគ្នា
នេះហើយដែលគេហៅថាកម្មមនុស្សរស់នៅឆ្ងាយពីគ្នារាប់រយយោជន៍តែនិស្ស័យអាចឲ្យយើងជួបគ្នាបានឲ្យតែយើងមានចិត្តដូចគ្នាដោយពាក្យចាស់លោកពោលថាមនុស្សរស់នៅឆ្ងាយពីគ្នាតែបើមាននិស្ស័យអាចជួបគ្នាបានតែបើសិនជាគ្មាននិស្ស័យទេទោះស្គាល់គ្នាក៏ដោយក៏មិនអាចជួបគ្នាដែរនាងស្វឹងហើយទេអត់ទេខ្ញុំធ្លាប់សិក្សានៅឯបរទេសខ្ញុំក៏ធ្លាប់ផឹកដែរតែខ្ញុំធ្លាប់តែនិយាយជាភាសាអង់គ្លេសI love you យើងប្រាប់នេះកុំនិយាយច្រើនពេកមានអីហ្នឹងជាការពិតណាស់គាត់បាននិយាយមករកខ្ញុំអូនសម្លាញ់អូនសម្លាញ់អូនសម្លាញ់តើគេបាននិយាយខ្លះគ្មានស្អីទេគេអត់មាននិយាយស្អីទេបើគ្មាននិយាយទេចាប់ប៉ុណ្ណឹងចុះអញ្ចឹងក៏បានលោកជាអ្នកណាមិនដែររបស់ឯងនៅទេខ្ញុំអត់ស្គាល់លោកទេមិនដឹងខ្ញុំត្រូវប្រាប់លោកក្មេងឆ្លាតកុំខ្លាចអីយើងស្គាល់លោកប៉ារបស់ឯងនៅផ្ទះតែម្នាក់ឯងទេមែនទេខ្ញុំអត់ស្គាល់លោកផងមិនខ្ញុំត្រូវប្រាប់លោកប៉ារបស់ឯងមកវិញហើយខ្ញុំមិនស្គាល់លោកទេថៃឲ្យឆ្ងាយទេថៃទេខាងក្នុងគ្មានមនុស្សទេថៃទេខាងក្នុងគ្មានមនុស្សទេលោកកំចោតទៅឯងខាងក្នុងគ្មានមនុស្សទេលើស៊ីងលោកកំចោតទៅឯងខាងក្នុងគ្មានមនុស្សទេលើស៊ីងឯងនៅណាមិនបាច់លាក់ខ្លួនទេប៉ានាងទៅឯងបានជួបប៉ារបស់ឯងហើយមែនទេបើសិនជាបានជួបប៉ាឯងទៅប្រាប់គេឲ្យគេមកជួបនឹងយើងគេគ្មានឱកាសទៀតទេស្ដាប់បានទេលោកមិនស្គាល់បរិះដែលមករកម្សិលមិញនោះទេមែនណាខ្ញុំដូចជាប្រហែលខ្ញុំសង្ស័យថាប៉ូលីសមកពីទីក្រុងឥឡូវប៉ូលីសមកហើយលោកទៅផ្ទះវិញចុះខ្ញុំឡើងទូដោយខ្លួនឯងលោកទៅរកកន្លែងអ្នកខ្លួនចុះខ្ញុំលេហើយទៅនាងចង់ធ្វើអីវិញពេលទៅដល់រាជធានីខ្ញុំយកសម្បត្តិរបស់ប៉ាងស៊ីធ្វើជាភ័ស្តុតាងដើម្បីបញ្ជាក់ថាគេលួចលុយលោកហើយដកក្មេងគេចោលហើយខ្ញុំនឹងតាមរកស៊ូស៊ីព្រោះនាងជាសាក្សីក្នុងរឿងក្តីរបស់លោកខ្ញុំនឹងទៅឃ្លាំងដើម្បីពិនិត្យមើលទីនោះកុំបារម្ភអីបើសិនជាមានដំណឹងល្អខ្ញុំនឹងមកវិញភ្លាមនេះហើយណាថែរក្សាខ្លួនផងអីមានប្រាប់មែនទេបាទមានអមិនកុំចាប់ទៅយកមកបាទចាំខ្ញុំទៅយកប្រាក់នៅផ្ទះខ្ញុំបងពូចាប់ទៅ
nè mới chơi ai trong thua ấy nữa ếប្តីសម្លាញ់មិនគួរណាស្លាប់ចោលខ្ញុំសោះដោយសារតែភ្លើងឆេះហាងទើបបងប្អូនយើងត្រូវស្លាប់បែបនេះអាចឆុងអើយអាចឆុងយើងធ្វើការឲ្យគេច្រើនឆ្នាំហើយខ្ញុំមិននឹកស្មានថាអ្នកប្រុសធ្វើយ៉ាងនេះសោះដុតផ្ទះសម្រាប់បងប្អូនយើងអាស៊ីអាចចឹងណាសែតអីបានជាគាត់ត្រូវសម្លាប់អាងើអាស៊ីអាចចំណៃមិនក៏ឲ្យស្រាប់ទៅមកដែរយើងអញ្ចឹងអាងើអើយឯងស្លាប់ទៅទាំងវេទនាណាយើងនឹកឯងខ្លាំងណាស់អាងើឯងទៅចោលយើងបាត់ទៅអ្នកទូអោនក្បាលចុះលើស៊ីងឯងមានភក្តីភាពតែឯងមានទោសដុតផ្ទះរបស់ខ្លួនគឺភូមិលងពីងភូមិគ្រឹះឡៅឯងត្រូវទទួលទោស7ដល់49ថ្ងៃវិលត្រឡប់ទៅភូមិស្រុកឯងវិញឲ្យទោះឯងមិនអាចលើកលែងបានត្រូវប្រហារជីវិតពេលយើងនិយាយថារត់ឆាប់រត់កុំមើលក្រោយឲ្យសោះឆាប់រត់ភ្លាមទៅរត់ទៅកុំអារម្មណ៍អីប្រពន្ធអាចារ្យមីម្ដាយហ្នឹងខ្ញុំនឹងធ្វើបុណ្យសពឲ្យពួកគេគឺខ្ញុំនឹងហើយជាអ្នកយកក្បាលរបស់ឯងក្រៃលោកដឹងថាខ្ញុំគ្មានទោសហើយមានឈ្មោះ9នៅលើទង់ព្រលឹងនេះគេទាំងអស់គ្នាសុទ្ធតែជាមនុស្សល្អដូចជាឯងចឹងដែរមិនក៏លោកនៅតែកាត់ក្បាលគេយើងធ្វើការស្នងពីគ្រួសារចុង5ចំនួនមកហើយយើងធ្វើតាមទូនីតិប៉ុណ្ណោះមិនមែនជាអ្នកសម្រេចទេខ្ញុំដឹងតែធ្វើមិនកើតតែយើងមិនអាចសម្លាប់លើសពី100អ្នកនោះទេខ្ញុំទី99ណែត្រូវហើយនេះជាកម្មរបស់យើងលោកជាអ្នកយកក្បាលរបស់ខ្ញុំតើលោកចង់បានអ្វីពីខ្ញុំទី1យើងនឹងផ្ទេរព្រលឹងរបស់ឯងទី2យើងនឹងកំទេចសាកសពរបស់ឯងយើងអង្គុយនៅទីនេះដើម្បីជួយឯងឲ្យទៅចាប់ជាថ្មី7ថ្ងៃចុងក្រោយឯងអាចនៅក្នុងពិភពនេះបានតែនៅទាំងពិបាកព្រលឹងចេញពីសាកសពក្បាលរបស់ឯងខ្លួនរបស់ឯងដាច់ចេញពីគ្នា
សៀវហេតុអីក៏អូនឆ្លើយនឹងបងមានរឿងច្រើនបងបានសន្យានឹងអូនតែបងធ្វើមិនទាន់បានអូនត្រូវផ្ដល់ឱកាសឲ្យបងព្រះអាទិត្យដើរទៅមុខពេលវេលាក៏ទៅមុខដែរពេលនេះទើបបងដឹងថាដល់ពេលត្រូវកំណត់នៅអ្វីរួមទាំងស្នេហ៍យើងបងចង់បានស្នេហាតែបងធ្វើមិនបានយើងនៅតែ7ថ្ងៃទៀតប៉ុណ្ណោះលីជឺអាយយកចិត្តទុកដាក់ស្ដាប់ឯងត្រូវមើលថែខ្លួនឯងនិងម្ដាយរបស់ឯងពេលដែលប៉ាមិននៅដឹងទេណែឯងឮទេនេះយ៉ាងមិនទៅហើយកូនស្រីអីដឹងខ្លួនវិញហើយអីបាននៅទីនេះល្អណាស់ស៊ូស៊ីមិនមែនបាត់ខ្លួនទេតាមពិតនាងស្លាប់នេះប្រកាសហើយអីគ្មាននរណាម្នាក់រកឃើញទេហើយនាងនិយាយថាគេស្លាប់ដូចជាកុហកពេកហើយនាងយកសពទេដឹងអ្នកណាថាខ្ញុំយកសពណែដេយូសុបិនច្រើនកូនស្លាប់មួយខែ15ថ្ងៃហើយមួយខែ15ថ្ងៃនាងធ្លាក់ចូលទៅក្នុងដៅកាលពីថ្ងៃមុនហ្នឹងអាចាត់ក៏បានឃើញនាំនាងមកផ្ទះរឿងអីថាមិនយកសពណូគឺយកសពណែវាមិនត្រឹមតែជាសុបិនទេគឺសុបិនអាក្រក់ខ្ញុំមិនយល់សពទេអាយ៉ាប្រយ័ត្នតិចបើកមើលទៅប៉ានឹងឃើញហើយថាសុបិនឬក៏ការពិតមនុស្សមិននឹងអាចចូលទៅក្នុងពាងតូចយ៉ាងនេះបានទៅអាយ៉ាកុំនិយាយច្រើនអីនឹងដឹងការពិតពេលបើករួចណោះខ្ញុំឃើញច្បាស់ណាស់ប៉ាជាកូនចោះទៅបើកទៅឲ្យលឿនអត់មានឃើញផងអត់មានឃើញក្បោយខ្លាចដែរក្បោយខ្លាចដែរអើយប៉ាយល់ហើយគឺពលឹងរបស់កូននឹងចេញពីរាងកាយមិនអាចទេខ្ញុំចំណាយពេលអស់ជាង1ខែនេះជាមួយណៃស៊ីគេជាខ្មោចជាពលឹងចេញពីខ្លួនខ្មោចនិងពលឹងវាដូចតែគ្នាទេកុំឆ្ងល់កូនអាចមានពេលនៅជាមួយគេបានអញ្ចឹងនាងបានជួបខ្មោចហើយធ្វើមិនទៅអាចជួបឡៅស៊ីងម្ដងទៀតឡៅស៊ីងគេប្រហែលជាបុតហើយគឺថ្ងៃទី13ខែកក្កដាណែថ្ងៃទី28ខែសីហា
ក្រោយពីគេស្លាប់49ថ្ងៃឡៅស៊ីងនឹងនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះសល់2ថ្ងៃឯខានផឹកយូរណាស់មកឯរស់នៅយ៉ាងនេះមិនខុសពីអ្នកសុំទាននោះទេមែនហើយឯណាប្រាក់ចាំខ្ញុំឲ្យពេលដែលខ្ញុំលក់ផ្ទះដាច់ពិបាកជឿខ្លាំងណាស់ឲ្យចុះចំណេញប្រាក់ជាធ្នូនោះមែនហើយរឿងលុយកាយយ៉ាងម៉េចមែនហើយលើកហើយនឹងបានមួយភាគដែរឆាប់លើទៅរបស់ពូខ្ញុំនឹងខ្ចីបងមិនច្រើនទេបើឯងមិនធ្វើតាមសម្ដីទេយើងនឹងទូទាត់សរុបជាមួយឯងហើយក្នុងកែភ្នែករបស់យើងឯងអន់ជិះឆ្កែទៅទៀតហឹកទៅសិងមុនពេលដែលយើងលក់ផ្ទះកុំភ្លេចថាយើងជាអ្នកលក់ថ្នាំអាចចឹងហើយលិញជឺលោកប៉ាប្រាប់ឯងមើលភ្លើងតែឯងបែរជាដេកទៅវិញឯងទុកឲ្យទឹកពុះចោលចឹងប្រាប់ប៉ាភ្លាមមកប៉ាធ្វើយ៉ាងម៉េចទើបឯងស្ដាប់ប៉ាប្រាប់ឯងច្រើនដងណាស់មកហើយឲ្យឯងមើលថែម៉ាក់របស់ឯងពេលដែលប៉ាមិននៅឯងមិនចង់ឲ្យម៉ាក់របស់ឯងជឿទេឯងនឹងមិនដឹងតែខ្លួនឯងធ្វើខុសទៀតប៉ានឹងដាក់ទណ្ឌកម្មឯងលោកប៉ាកុំឲ្យកូនឯងមិនក៏ថ្នាំទាំងអស់នេះកំពុកឯងមិនដាំថ្នាំឲ្យម៉ាក់របស់ឯងទេហេតុនេះទើបម៉ាក់របស់ឯងមិនជាប៉ាត្រូវតែវាយឯងពេលនេះលោកប៉ាកុំឲ្យកូនឯងលោកប៉ាកុំឲ្យកូនឯងលិញជីឆាប់ចេញមកប៉ាមិនវាយឯងទេលិញជីឆាប់ចេញមកលិញជីលិញជីកុំខ្លាចបងជូនអូនសៀវវៃប៉ាមុនពេលប៉ាត្រឡប់មកវិញអ្នកម៉ាក់បានធ្វើអត្តឃាតស្លាប់បាត់ទៅហើយប៉ាក៏អញ្ចឹងដែរនៅពេលដែលថ្ងៃប៉ាមកវិញក៏ដឹងថាលោកប៉ាបានស្លាប់បាត់ទៅហើយ
枝。Linh Chi ai chỉ Linh Chiមែនទេ ថ្ងៃនោះកូនខ្លាចខ្លាំងណាស់ព្រោះកូនបានឃើញលោកបានៅកន្លែងភ្លើងទៀនដូចអ្នកម៉ាក់ដែរកូនខ្លាចណាស់កូនពិតជាខ្លាចខ្លាំងណាស់លោកបា Linh Chi ai chỉ Linh Chiមែនទេ Papa អ្នកបងខ្ញុំគឺអាស៊ីណា Cái pussy naขโมยស្រី Linh Chi Papa Papa này nè Papa này nè chơi con phong Linh Chi à anh có sớm một đỏ tí anh ấy lời thông là hai nó có pussy té hả có pussy té hả hả nhóc chết à cầm dung cầm dung một đỏ sầm rạp dương tiền pin nhé mấy cái mình đang thả này này chừng anh mình chăm tê anh mình chăm tê anh mình chăm tê chốt tên cầm dung dung mà cọ sẽ đậm nè nực mớ nực mớ cầm chùm này phê dung chốt tên cầm chùm này phê dung chốt tên Linh Chi prap kê tên con prap kê tên Linh Chi prap kê tên Ramo Linh Chi, nhà làng, Linh Chi, chào đợt tay, Linh Chi. Ba ai này nè, mình đang khai quạt cái này mình lên tiền. Em áp lên tiền, này mình tập khăn một
ចាប់ដល់តែនទៅ កុំមកខំនិយាយសោះយើងមិនចង់វាយមនុស្សស្រីទេអាចង្រៃតែយើងបានធ្វើអីខុសបានចាយតាមជាបានយើងមើលតាមជាបានយើងមើលចង្រៃឯងសាំងបាបច្រើនណាស់ឯងសំទទួលកម្មផលឯងបានសាំងឯងមិនខ្លាចចុះនរកទេទុកឲ្យយើងទៅទីនោះជាមួយកូនឯងចុះបាត់ទៀនហើយឆាប់តាមរកប៉ាឯងលីងជីកុំបើសិនជាយើងគ្មានដំណងសម្រាប់មនុស្សលើសពី100ទេនោះយើងនឹងកាត់ក្បាលឯងទៅជាកង់យើងទឹកជីវិតឲ្យឯងយើងចាំមើលក្បាលរបស់ឯងធ្លាក់ដល់ដីក្នុងទីក្រុងនេះយ៉ាងណាខ្លះបើតាមយើងមកប៉ាទៅបាត់ហើយប៉ាទៅបាត់ហើយមានសត្វទៀនទេយើងអស់ទៀនហើយលើសេងនៅសល់1ម៉ោងទៀតកុំអស់សង្ឃឹមអីប៉ាលើសេងគ្មានកន្លែងជ្រកកោនទេប៉ាចង់ទៅណាប៉ាទៅមើលថែម៉ាក់កូនប៉ានាំកូនទៅជាមួយប៉ាផងមិនទាន់ដល់ពេលទេកូននៅមានជីវិតប៉ាសន្យាជាមួយកូនថ្ងៃណាមួយពួកយើងនៅជាមួយគ្នាឯងយល់ខុសហើយអ្នកដែលសម្លាប់ខ្លួននឹងទៅដល់ឋាននរកគ្មានឱកាសចាប់ជាសាជាថ្មីទេឯងប្រព្រឹត្តអំពើល្អនឹងមានជីវិតហើយឯងជាតិក្រោយនឹងក្លាយទៅជាមនុស្សទៀតលែងបានជួបនាងទៀតហើយលើស៊ីងដល់ពេលហើយឆ
ប់ទៅ កុំទៅអីលោកប៉ាកុំទៅអីកុំទៅអីណា សុជីខ្ញុំជពាក់នាងច្រើនពេកហើយនាងអាចជួយរឿងចុងក្រោយដើម្បីខ្ញុំបានទេ កុំបារម្ភអី តាមអង្គបងស្រីសុជីកុំឲ្យប៉ាបារម្ភពីកូនយល់ទេសុជីនាងជាក្តីសង្ឃឹមរបស់ខ្ញុំ 爸爸，爸爸，宝贝。